Okay, let's go. ចាជំរាបសួរពុកម៉ែបងប្អូនជាពិសេសពុកម៉ែបងប្អូនដែលមានដីទំនេរជុំវិញផ្ទះកន្លែងទំនេរនៅលើបូទ័រអញ្ចឹងថ្ងៃនេះដែរខ្ញុំនឹងនាំពុកម៉ែបងប្អូនទៅមើលដំណាំត្រសក់របស់ខ្ញុំដែលខ្ញុំបានដាំដុះនៅលើដំបូលអគារអញ្ចឹងយើងនឹងទៅមើលថាខ្ញុំដាំនៅលើដំបូលអគារហ្នឹងតើវាបានសមិទ្ធផលបែបណាហើយវាមានការដុះលូតលាស់ល្អដូចតែបងប្អូនដាំនៅខាងក្រៅដែរទេអញ្ចឹងយើងនឹងទៅមើលទាំងអស់គ្នាអញ្ចឹងយើងមកមើលផ្លែត្រសក់ចំពោះផ្លែត្រសក់នេះតាំងពីខ្ញុំដាំមកខ្ញុំដាំតាំងពីថ្ងៃ25មកអញ្ចឹងមកដល់ថ្ងៃនេះវាចូល40ដល់48ថ្ងៃហើយមុននឹងខ្ញុំដាំគឺខ្ញុំបានបន្តកូននៅលើត្រេរយៈពេលបាន7ថ្ងៃទៅ9ថ្ងៃហើយបានខ្ញុំយកមកដាំនៅពេលដែលខ្ញុំដាំហ្នឹងក៏ខ្ញុំបានថបបាត់វាមួយសាសិនដែរអញ្ចឹងបន្ទាប់ពីខ្ញុំថបបាត់ហើយខ្ញុំដាំហ្នឹងគឺខ្ញុំមានបន្ថែមនៅប្រភេទជីបំពន់វារៀងរាល់10ទៅ15ថ្ងៃម្ដងអញ្ចឹងចំពោះការបំពន់នេះគឺខ្ញុំប្រើប្រាស់តែប្រភេទជីសេរីរាង្គទេអញ្ចឹងទៅដល់វគ្គផ្លែគឺខ្ញុំបំពន់បន្ថែមជាមួយនឹងជីវៈផ្លែចំពោះលេខគឺយើងបានជ្រើសរើសយកលេខ5535យកមកបំពន់មានន័យថានៅពេលដែលវាចាប់ផ្ដើមចេញផ្កាគឺយើងចាប់ផ្ដើមអាចដាក់បំពន់ជីវៈនឹងបានហើយអញ្ចឹងចំពោះការបំពន់តាមរយៈស្លឹកគឺយើងធ្វើការបំពន់ដូចគ្នាព្រោះអីបើយើងដាក់ទៅតាមគល់គឺការលូតលាស់ហ្នឹងក៏វាអត់ប្រសើរប្រហែលដែរអញ្ចឹងពួកការបំពន់ហ្នឹងគឺយើងប្រើប្រាស់ជាមួយនឹងប្រភេទស្រាយសមុទ្រមានន័យថាយើងបាញ់បំពន់តាមរយៈស្លឹកទៅគឺវាស្រូបយកសារធាតុចិញ្ចឹមបានលឿនហើយវាធ្វើឲ្យផ្លែឬក៏ស្លឹកហ្នឹងគឺវាធំថ្លោសល្អអញ្ចឹងចំពោះខ្ញុំដាំនៅលើដំបូលអគារនេះគឺខ្ញុំបានប្រើប្រាស់ប្រភេទជីគ្រាប់ដូចតែគ្នាទេប៉ុន្តែខ្ញុំបានប្រភេទស្រាយខុសគ្នាចំពោះមួយដើមនេះគឺយើងបានប្រើជីគ្រាប់ស្រាយសមុទ្រ1233ជាមួយនឹងវគ្គបំពន់ផ្លែហ្នឹងគឺយើងប្រើប្រាស់ជាមួយនឹងប្រភេទជី15535ហើយចំពោះស្រាយដែលខ្ញុំបានបំពន់ហ្នឹងគឺជាប្រភេទស្រាយសមុទ្រពណ៌ខៀវអញ្ចឹងយើងមកមើលផ្លែចំពោះផ្លែវិញចំពោះយើងបាញ់តាមរូបមន្តនេះគឺឃើញថាផ្លែត្រសក់ចេញមកធំថ្លោសល្អហើយបងមើលវាសាច់វាបានពេញណែនមូលល្អមែនតើហើយម្ដងថ្ងៃនេះខ្ញុំសូមបញ្ជាក់ម្ដងទៀតគឺវាអាយុតុង47ថ្ងៃហើយអញ្ចឹងប្រហែលជាមួយខែទៀតគឺយើងអាចប្រមូលផលបានហើយអញ្ចឹងចំពោះរូបមន្តខាងនេះគឺយើងប្រើប្រាស់ជាមួយនឹងប្រភេទរូបមន្តដូចគ្នាជីគ្រាប់ដូចគ្នាប៉ុន្តែយើងបានប្រព័ន្ធជាមួយនឹងប្រភេទបានន័យថាស្រាយសមុទ្រ Seaweed Extract Powder គឺយើងធ្វើពីស្រាយសមុទ្រពណ៌ត្នោតអញ្ចឹងយើងមកមើលផ្លែចំពោះផ្លែនេះក៏វាបានផលល្អដែរយើងឃើញមើលផ្លែវិញគឺវាធំថ្លោសល្អហើយយើងមកមើលវាបានបែកកាឡាស្អាតទេអញ្ចឹងចំពោះថ្ងៃគឺយើងធ្វើការដាំដុះថ្ងៃតែមួយគ្នាទេអញ្ចឹងចំពោះការលូតលាស់ក៏វាមិនជាខុសគ្នាប្រហែលដែរគ្រាន់ថាការបាញ់បំពន់ហ្នឹងគឺយើងជ្រើសរើសយកប្រភេទស្រាយដូចគ្នាចំពោះស្រាយសមុទ្រពណ៌ត្នោតនេះនៅពេលដែលយើងបាញ់ទៅគឺវាមានប្រឡាក់នៅលើផ្លែប៉ុន្តែចំពោះការប្រឡាក់នេះវាមិនមែនជាបញ្ហាអញ្ចឹងចន្លោះពេល10ទៅ10ថ្ងៃហ្នឹងគឺវាលុបទៅវិញឯងគ្រាន់តែយើងទុកកម្លេថាបើយើងប្រមូលផលគម្រោងប្រមូលផលអញ្ចឹងគឺយើងត្រូវតែចាំហោចណាស់ឲ្យបាន10ថ្ងៃមុនយើងឈប់បាញ់បំពន់ទៅគឺវាអូខេហើយទៅមកវិញចំពោះអាស្រ័យសមុទ្រពណ៌បៃតងយើងបាញ់ហ្នឹងគឺវាអត់មានប្រសល់ស្នាមនៅលើផ្លែអានេះវាជាជំរើសរបស់បងប្អូនដែលគិតថាចង់ប្រព័ន្ធជាមួយស្រាយប្រភេទមួយណាគឺយើងអាចជ្រើសរើសបានហើយចំពោះជីគ្រាប់មិនមែនថាយើងត្រូវតែប្រភេទជីគ្រាប់ហ្នឹងឬក៏លេខហ្នឹងឯងអាហ្នឹងវាអាស្រ័យទៅពុកម៉ែបងប្អូនតែគ្រាន់ថាយើងជ្រើសរើសឲ្យបានត្រឹមត្រូវថាវគ្គលូតលាស់យើងគួរប្រើលេខណាហើយចំពោះវគ្គផ្លែយើងប្រើលេខណាបើយើងប្រើនៅយកអាជីវៈផ្លែមកប្រព័ន្ធវគ្គលូតលាស់គឺការលូតលាស់ហ្នឹងគឺវាអត់ទៅមុខទេបើន័យថាវានៅត្រឹងឯងចំពោះវគ្គផ្លែដូចគ្នាបើយើងជ្រើសរើសយកប្រភេទជីវៈលូតលាស់យើងប្រព័ន្ធវគ្គផ្លែហ្នឹងក៏វាអត់បានផលដែរពេលខ្លះវាអាចជ្រុះផ្លែហ្នឹងទៀតអញ្ចឹងធ្វើមិនគឺយើងជ្រើសរើសទៅតាមវគ្គលូតលាស់នីមួយៗឲ្យត្រូវទៅតាមប្រភេទដំណាំដែលត្រូវការថាវគ្គណាត្រូវការប្រភេទជីបែបម៉េចអញ្ចឹងយើងមកមើលពីម្ដងទៅម្ដងពោះការលូតលាស់របស់ត្រសក់ដែលយើងដាំហ្នឹងការដោះលូតលាស់ល្អដើមណាក៏វាទទួលបានទិន្នផលល្អដែរអញ្ចឹងយើងអាចមើលឲ្យចិត្តទាំងអស់គ្នាបានពោះដើមនេះផ្លែវាអត់ទាន់បានប្រែចេញកាឡាយប៉ុន្តែយើងឃើញមើលទៅយើងឃើញថាផ្លែវាចេញមកថ្លោសថ្លាល្អហើយចំពោះដើមនេះគឺយើងធ្វើការដាំដុះថ្ងៃខុសគ្នាអញ្ចឹងឥឡូវហ្នឹងវាទៅតែចេញផ្កាវាអត់ទាន់ទទួលបានផ្លែទេប៉ុន្តែយើងមកកលេចមើលផ្លែនេះវិញអញ្ចឹងយើងឃើញថាផ្លែនេះវារៀងតូចជាងគេដោយសារមូលហេតុអីគឺយើងទុកក្នុងម្ដាមហ្នឹងវាទុកពីផ្លែអញ្ចឹងទំហំគឺវាប្រែប្រួលទៅតាមនឹងដែរបើយើងទុកតាមមួយផ្លែបើន័យថាទំហំផ្លែរបស់យើងគឺធំល្អប៉ុន្តែបើយើងទុកគឺវាមានទំហំតូចជាងយើងទុកមួយផ្លែហើយមកមើលដើមនេះវិញគឺចំពោះអានេះយើងទុកយកពីផ្លែអញ្ចឹងផ្លែវាចេញមកគឺវារៀងតូចជាងគេបន្តិចដែរប៉ុន្តែបើយើងកលេចទៅមើលដើមដែលយើងទុកមួយផ្លែវិញអញ្ចឹងមើលឃើញថាវាខុសគ្នារៀងឆ្ងាយដែរពីម្ដងទៅម្ដងដែលយើងទុកមួយឬក៏ពីរប៉ុន្តែឥឡូវវាចាប់ផ្ដើមប្រែកាឡាដែរចំពោះស្នាមប្រែដែលពុកម៉ែបងប្អូនឃើញតាមនេះអានឹងវាមិនមែនជាបញ្ហាអីទេអានេះវាគ្រាន់តែការដែលប្រែទៅនៅពេលដែលវានេះទៅគឺវាសះទៅវាចេញកាឡាដូចខាងក្រោមនេះហើយនេះ
ព្រោះយើងដឹងហើយថាត្រសក់ផ្អែមគឺវាមានកលាសណាញ់អញ្ចឹងកលាសណាញ់ហ្នឹងគឺវាកើតដោយសារតែការផេះសម្បកវានឹងតិចៗហ្នឹងឯងដូច្នេះចំពោះវីដេអូនេះខ្ញុំចង់បង្ហាញពុកម៉ែបងប្អូនតែប៉ុណ្្នឹងទេហើយក៏ចង់បញ្ជាក់ពុកម៉ែបងប្អូនដែរថាបើសិនជាយើងចង់បានផ្លែចេញមកផ្លែគុណភាពហើយផ្លែល្អធ្វើម៉េចយើងជ្រើសរើសភេទជីឲ្យត្រូវទៅតាមវគ្គលូតលាស់ជីដែលមានស្តង់ដារត្រឹមត្រូវពោះវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេយើងនឹងរងចាំជួបគ្នានៅវីដេអូក្រោយទៀតចាសូមអរគុណ